ងគុំព្រះអិនទេវតាគ្រប់អង្គក្រោតរឿងអីព្រះម៉ែមានបន្ទូលមកក្រាបទូលឡហ៊ានមកក្រាបនាគលួចយកផ្លែសូដាទឹករបស់ខ្ញុំម្ចាស់ស៊ីអស់ហើយឲ្យអ្នកខ្វៀលគោស៊ីអស់ទៀតប៉ុន្តែប៉ុណ្ណោះគេបានឲ្យទេពធីតាទី7ទៅជួយញូឡាងឯលើពោះធំព្រមទាំងមានកូនមួយផងឯការទំនាក់ទំនងរវាងប្រុសនិងស្រីគឺព្រះអង្គជាអ្នកទទួលខុសត្រូវទីបំផុតព្រះអង្គតាមស្រឡាញ់ស្រីដោយលួចលាក់ឥឡូវព្រះនាងរៀបការជាមួយមនុស្សក្នុងបច្ឆមោមទៅហើយយើងទៅតែស្ដីឲ្យពីវិមាត់គេលួចយកឆ្កែស័ក្តិសិទ្ធិរបស់យើងទៅស្ងោស៊ីអស់តើឯងជានរណាទូលបង្គំឈ្មោះអ៊ីឡាងរហស្សនាមផ្នែក3ផ្នែកទី3របស់ទូលបង្គំខ្វាក់ក៏ដោយសារវាដែរឥឡូវមាននយោបាយផ្នែកឆ្កែមកជំនួសវិញក្រាបទូលឋានកណ្ដាលមានច្បាប់ឋានកណ្ដាលឋានលើមានច្បាប់ឋានលើឥឡូវគេប្រព្រឹត្តខុសសូមព្រះអិនអនុញ្ញាតឲ្យទូលបង្គំដាក់ពិន័យគេផងទៅក្រាបទូលទេវតាមហាសាលមិនត្រូវឆេវឆាវពេកទេគេលួចយកបញ្ជីស្លាប់រស់របស់ទូលបង្គំនគូផ្ទៃផ្ដាស់18ឆ្នាំមកហើយមិនទាន់មានមនុស្សស្លាប់នៅឡើយទេខ្លះអាយុដល់ទៅ150ផ្លាយទៅហើយបើព្រះអង្គមិនចាត់ការរឿងនេះទេទូលបង្គំយមរាជមិនព្រមទទួលខុសត្រូវទៀតទេក្រាបទូលសេនាចាប់លោហានបង្ក្រាបនាគមកឲ្យយើងភ្លាមប្រកាសណាថ្លៃផ្សេងហើយមានកាយទៅយើងកំពុងតែដេកអូបងប្អូនទាំងអស់គ្នាមកជួបជុំគ្នាអស់ហើយមកជួបជុំគ្នាល្អណាស់មិនមែនបង្ក្រាបនាគទេគេបង្ក្រាបនាគនិងបង្ក្រាបខ្លាដូចតែគ្នាតើបង្ក្រាបខ្លាទីនេះមិនមែនជានេតិរបស់ឯងទេតែទូលបង្គំជាអ្នកតំណាងបង្ក្រាបនាគលោកព្រមជួយដល់គេឬក៏តាក់ទងរឿងនេះដែរទេរឿងនេះគ្មានតាក់ទងអីជាមួយនឹងទូលបង្គំទេហើយថ្ងៃនេះអាកាសធាតុអីក៏អាប់អួរសម្បើមម្ល៉េះបងផ្កាពិតជាចិត្តល្អណាស់ជួយដោះស្រាយរឿងរបស់ខ្ញុំសូមអរគុណលបងតែអប្អូនឯងត្រូវប្រយ័ត្នតិចសភាពការមិនស្រួលហើយណែបង្ក្រាបនេះឯរតនាក៏មិនរួចដែរកុំចេះលូកដៃក្នុងរឿងបងប្អូនរបស់យើងឯងជាអ្នកចក្រានបាយមួយឆ្នាំមកទូលព្រះអង្គតែម្ដងបើណាឲ្យស៊ីឯងនៅស្ងៀមណាំឲ្យស៊ីឯងឡូឡាយ៉ាងចឹងអីចាត់ការយ៉ាងម៉េចគេធ្វើបាបយើងទៅហើយមិញគ្រាន់តែលហានកប៉ិចកប៉ុកមានអីគួរអស្ចារ្យទៅលួចស៊ីផ្លែសូដាទឹកសងភ្លាមមកសងមកប្រម៉ែប្រទៀនគេតែងទួជារឿងធម្មតាថារៀងរាល់ឆ្នាំប្រម៉ែតែងតែសោយផ្លែស្ដាឥឡូវសោយផ្លែចេកម្ដងវិញយ៉ាងម៉េចឯទឹមស៊ីហើយមួយឥឡូវចង់ស៊ីមួយទៀតឬមួយខ្លាចយើងមិនហ៊ានស៊ីឥឡូវដល់វេនអ្នកណាលោកចៅមហាអាងមានទួនាទីជាចៅមហានិយាយតែប្រេះតែផ្ដាស់ឃើញទេសូមបីតែស៊ូពេឯងតាយហេតុអីក៏មិនឲ្យគេទាំងពីររស់នៅជាមួយគ្នាបានហេតុអីធ្វើឲ្យគេទាំងពីរអ្នកក្អួតធ្លាក់ឈាមបើគេមានអីមិនគួរគប្បីចំពោះលោកចាស់ហើយគួរទៅចូលនិវត្តន៍ដោយសារតែលោកមានកំហុសច្រើនណាស់បណ្ដោយឲ្យមនុស្សប្រុសទៅស្រឡាញ់មនុស្សប្រុសស្រីស្រឡាញ់ស្រីសត្វទៅស្រឡាញ់មនុស្សពិតមែនហើយអារឿងគឺវាអញ្ចឹងណែលោកគ្រាន់តែជាយមរាជទេកុំមកចេះដឹងឲ្យសោះចាត់ការកុំខ្វះការគួរសមពេកមកយើងនិយាយត្រូវមានហេតុផលផងខ្ញុំចង់សួរលោកថានៅឯឋានកណាលមានស្រីម្នាក់កូនដល់ទៅ16នាក់សុទ្ធតែស្រីមិនបានឲ្យគ្នាមានកូនប្រុសមួយផងទីបំផុតនាងនោះឈឺចិត្តពេកក៏ធ្វើអត្តឃាតដល់គ្នាចុះដល់ឋាននរកលោកយមរាជសួរគ្នាថាស្លាប់នឹងដោយគ្មានន័យទេហេតុនេះត្រូវទម្លាក់គ្នាទៅក្នុងផ្ទះខ្លាញ់អូយបំពងគ្នាដូចជាបំពងស្ដាយដីអញ្ចឹងអូយអាសូរណាតើធ្វើរបៀបនឹងទៅច្បាប់ទេប្រកាសនេះអាយុជីវិតមនុស្សនៅឋានកណ្ដាលគឺមានកំណត់រួចស្រេចទៅហើយគ្មានអីត្រូវមកតវ៉ាទៀតទេធ្វើនេះបាននេះថាបង្ករឿងយើងត្រូវតែធ្វើទៅតាមច្បាប់របស់យើងណែតាមច្បាប់ស្អីទៅអ្នកណាជាអ្នកកំណត់ច្បាប់នេះគេថាមេឃមានតែមួយជាន់ទេលោកចង់ត្រួតត្រាមេឃដល់ទៅ9ជាន់ឯនោះអាងតែសម្ដីខ្លួនជាអ្នកធំចិត្តថាទៅក្រាបទូលព្រះអិនអ្នកទាំងអស់គ្នាយល់ថាបង្ក្រាបនាគពេលនេះដូចជាហួសហេតុពេកហើយហេតុនេះសូមអនុញ្ញាតឲ្យទូលបង្គំវាយជាមួយគេដើម្បីបដៅគេម្ដងទៅក្រាបទូលគួរឲ្យអស់សំណើចណាឯងអាចវាយឈ្នះគេដែរត្រូវតែវាយអាបង្ក្រាបនេះទោះបីនៅឋានលើនេះមានច្បាប់មិនត្រឹមត្រូវក៏ដោយប៉ុន្តែយើងឲ្យឯងទាំងពីរអ្នកទៅចាប់ជាតិនៅឋានកណ្ដាលម្នាក់ចាប់ជាតិជាជ្រូកម្នាក់ចាប់ជាតិជាឆ្កែហើយមិនអាចចាប់ជាតិមកវិញបានជាដាច់ខាតចុះទៅភ្លាមឆោបសិនមានកាយមិនក្តារទូលបង្គំជាបញ្ជារបស់យើងបើសិនជាទូលបង្គំឲ្យព្រះអង្គទៅកើតជាកាឡានសុកចិត្តទៅយកចាប់ភ្លាមទៅអូលឿនឡើងទេចាប់ឈប់សិន
គង់ស៊ីអ៊ីម ព្រះអង្គយើងទាំងអស់គ្នាអាចខ្លាយខ្លួនទៅជាទេវតាយ៉ាងនេះយ៉ាងហោចណាស់ក៏ត្រូវតាំងសិលអស់ 18000 ឆ្នាំដែរកិច្ចការឋានកណ្ដាលអ្វីក៏ដោយចំពោះយើងគឺវាជារឿងកំពេចកំប៉ុកលោហានបង្ក្រាបនេះបង្ករឿងយ៉ាងនេះគឺវាជារឿងធម្មតាមួយតែប៉ុណ្ណោះមិនក៏ព្រះអង្គមិនឆ្លៀតឱកាសនេះឲ្យគេដោះស្រាយកិច្ចការក្នុងឋានកណ្ដាលដើម្បីឲ្យគេស្គាល់កាន់តែច្បាស់និងយល់កាន់តែច្រើនតែម្ដងទៅព្រះអង្គ ព្រះនាងគង់ស៊ីអ៊ីមមានបន្ទូលពីរោះខ្លាំងណាស់តើពីរោះមែនអាល្អិតនេះយកលេសសច្ចធម៌មកមើលស្រាលពួកយើងទាំងអស់គ្នាក្រាបទូលនេះជេតាផ្ដាស់ក៏មាត់ព្រះនាងទ្រង់ជ្រាបហើយ បង្ក្រាបនេះអ្វីដែលឯងធ្វើតើមានបំណងយ៉ាងណាទៅ ទូលបង្គំគ្រាន់តែចង់ឲ្យទេវតាទាំងអស់ស្វែងយល់អំពីទស្សនវិជ្ជាពិតៗរបស់មនុស្សនៅឋានកណ្ដាលព្រោះថាមនុស្សនៅឋានកណ្ដាលនេះអាយុរបស់គ្នាវាមានកម្រិតហេតុនេះហើយចង់គ្នាធ្វើអ្វីកំពេចកំពុកខុសបន្តិចបន្តួចវាមិនសំខាន់ទេយើងត្រូវដឹងថាមនុស្សគ្នាល្ងងយ៉ាងណាគ្នាស្លាប់ទៅយ៉ាងណាទៀតនោះហើយពួកគេនោះគឺណែស្អីហ៎ស្អីគឺណែ គឺមកពីគេមានមនោសញ្ចេតនាតើមែនទីលោហានបង្ក្រាបនេះ ជាការពិតណាស់ព្រះនាងម្ចាស់ ឥឡូវយើងនឹងឯងចូលទៅឋានកណ្ដាលស្វែងយល់ពីការពិតមិនហ៊ានទេ ស្មានតែខ្លាចចង់ចឹងយូរណាស់ហើយណាមានស្អីបញ្ជាក់ដែរយើងមានមនុស្ស3នាក់វាសនារបស់គេបានកំណត់រួចស្រេចទៅហើយមួយត្រូវធ្វើជាអ្នកសំទាន9ជាតិមួយទៀតធ្វើជាស្រីលោកខ្លួន9ជាតិមួយទៀតធ្វើជាអ្នកកាចសាហាវ9ជាតិបើឯងអាចកែប្រែនៅវាសនាអ្នកទាំង3នោះបានទើបយើងទទួលដឹងថាឯងជាអ្នកចេះ ឥឡូវនេះឯងចុះក៏ចុះទៅចុះតែក្នុងនាមមនុស្សសាមញ្ញមិនបាច់ប្រើវិជាសិលក៏បានដែរ អេមិនឲ្យប្រោជាសិល លោហានយកសេចក្តីស្មោះត្រង់របស់ឯងទៅបញ្យល់ពួកគេភ្លាមទៅ ទូលបង្គំមិនធ្វើឲ្យព្រះនាងអស់សង្ឃឹមទេព្រះនាងចាំទុកចុះ យើងឲ្យពេលឯង3ថ្ងៃទៅចុះ អរព្រះគុណតែ2ថ្ងៃកន្លះគ្រប់គ្រាន់ណាឯងមិនស្ដាប់យើងក៏បានដែរប៉ុន្តែឯងត្រូវចាំថាបើឯងមិនធ្វើតាមបណ្ដាំរបស់យើងទេថ្ងៃក្រោយកុំសង្ឃឹមឡើងទៅឋានលើវិញបានសោះម្យ៉ាងវិញទៀតឯងចង់ចូលទៅឋានកណ្ដាលលុះត្រាណាតែមានសារអនុញ្ញាតបើមិនចឹងឯងមិនអាចប្រើវិជាសិលរបស់ឯងចូលទៅបានជាដាច់ខាតអាឡងគ្នាជូនដំណើរឯងណាអូអរគុណបងប្អូនសម្លាញ់ហើយបងឯងមានការចង់ផ្ដាំផ្ញើខ្ញុំដែរអីបងប្អូនឯងប្រកាសជាស្លាប់ឯងមិនចេះវិជាគុណហើយគេមិនឲ្យប្រើវិជាសិលទៀតត្រូវប្រយ័ត្នឲ្យមែនតើអរគុណណាស់មិនអីទេ អាឡុងឯងមិនស្លាប់ទេមុននឹងឯងឡើងមកឋានលើនេះឯងនៅសល់ខ្លួនប្រាណរបស់ឯងនៅឋានកណ្ដាលឲ្យតែឯងចូលទៅដល់ក្នុងខ្លួនវិញឯងនឹងមានជីវិតឡើងវិញហើយនៅពេលដែលឯងត្រូវការត្រឡប់មកវិញនោះខ្ញុំនឹងអាចជួយដល់ឯងជានិច្ច ជាការប្រសើរណាស់ព្រះនាង ក្នុងការធ្វើដំណើររបស់ឯងមានឧបសគ្គច្រើនណាស់នេះគឺជាផ្លិតវាសនាល្អសម្រាប់ឯងផ្លិតនេះក្នុងមួយថ្ងៃប្រើបានតែ3លើកទេប្រើមុនវានឹងមានធ្នេមួយតែទុកចិត្តចោះនៅថ្ងៃទី2ធ្នេទាំងប៉ុន្មាននឹងបាក់អស់ភ្លាម ចំជាអស្ចារ្យណាស់ទុកជាអាវុធពិសេសទៅចុះ ផ្លិតនេះមិនអាចធ្វើឲ្យមនុស្សស្លាប់ឬរស់មិនអាចកែប្រែទឹកចិត្តមនុស្សបានតែវាជាវិជាឆ្ពិនភ្នែកមនុស្សនៅឋានកណ្ដាលតែងតែឆ្លុះវង្វេងដោយសារវាជានិច្ចគ្រាន់តែប៉ុណ្ណឹងវាអាចគ្រប់គ្រាន់សម្រាប់ឯងណាស់ទៅហើយ អរព្រគុណព្រះនាង អ្វីឯងត្រូវប្រយ័ត្នប្រយែងជានិច្ចកុំដើរផ្លូវខុសឲ្យសោះណា ទូលបង្គំដឹងហើយព្រះនាងគង់ស្អៀមប្រទានផ្លិតដល់ឯងចំជាការប្រសើរអស្ចារ្យមែនហើយចុះទៅចុះអាឡងផ្លាត់អាឡងចង្រៃវាយកហើយឃើញផ្លិតគេមិនទាន់យកទេមិនក៏ធ្វើយ៉ាងចឹងព្រះអិនជាអ្នកកំណត់ពេលវេលារួចទៅហើយព្រះអិនកំណត់ពេលវេលាឲ្យឯងនឹងស្អីដែរណែហើយឯងមកកន្លែងនឹងធ្វើអីដែរហ្នឹងហ៎ខ្ញុំមកយាមល្អយកផ្លិតឲ្យឡងពីអ្នកខ្ញុំទៅមិនបានទេព្រះអិនមិនបានអនុញ្ញាតយើងទៅច្បាស់ឲ្យវិជាសិលពីក្នុងខ្លួនត្រូវតែទៅព្រះអិនមិនមែនតែដឹងទេយើងទៅតែមកផ្លែត្រឡប់មកវិញទៅវារួចគ្នាទៅហើយមកយើងទៅបានទេកាលដែលអាឡុងស្ងោឆ្កែរបស់ភ្នែក3ស៊ីឯងស៊ីដែររួចកាលដែលយកផ្លែសដាមកឯងស៊ីអស់2ហើយពេលដែលទេពធីតាមួយទឹកឯងនេះចោលមកសៀតមែនឯងហ៊ានលួចមើលទេពធីតាមួយទឹកឈុំយាយនិយាយអញ្ចឹងវាខ្មាស់គេបើមិននិយាយអញ្ចឹងធ្វើម៉េចឯងនឹងស្ដាប់អញបានតោះលេងនិយាយអញ្ចឹងទើបបានឯងស្ដាប់បានឈប់និយាយដល់អញ្ចឹងទៅជាមួយអញខាងឆ្វេងខាងស្ដាំទាំងសងខាងគឺឡហ៊ានទាំង18អង្គមហាឡហ៊ានបង្ក្រាបនាគមហាឡហ៊ានបង្ក្រាបខ្លាបើចង់បានកូនត្រូវថ្វាយបង្គំព្រះនាងគង់ស៊ីអ៊ីម
ព្រះនាងគង់ស៊ីអ៊ីមមេត្តាជួយថែរក្សាខ្ញុំម្ចាស់កើតកូននេះបានសុខផងសូមព្រះនាងគង់ស៊ីអ៊ីមសំដែងនៅមហិទ្ធិឫទ្ធិបើមិនអញ្ចឹងទេណែដាច់ឆ្នាំនេះខ្ញុំម្ចាស់អាយុ40ឆ្នាំហើយយើងលីម៉ៅឈិនទទួលតំណែងនេះជាយូរណាស់មកហើយមិនដែលធ្វើខុសអីទេមិនបាច់បង្ខំទេបងគិតតែនិយាយតែគ្មានព្យាយាមអីទេថាហេតុអីបានជាទេវតាមិនព្រមបកគលកូនប្រុសមកឲ្យខ្ញុំម្ចាស់មួយអញ្ចឹងបដិជគុណប្រដេជគុណអូឡោហានទាំង18អង្គនៅឆ្វេងស្ដាំបចង់បានកូនបានហើយខ្ញុំកណាស្ដាប់បានហើយលាសិនហើយយើងទាន់ស្វែងគុំព្រះផងអូសុំជើញសុំជើញឡោហានមកក្រាបនេះបដិជគុណពួកយើងចង់ណែយើងដឹងហើយអ្នកស្រីចង់បានកូនមានបញ្ហាទេខ្ញុំមានផ្ទៃពោះ18ខែទៅហើយនៅមិនទាន់កើតទៀតអូនកុំបារម្ភអីលោកម្ចាស់អ្នកស្រីមើលណាហើយបេះពីណាមកចាស់បេះពីខាងនោះមកចង់ជាប្លែកមែនលោកម្ចាស់ហេតុអីបានជាអញ្ចឹងបើសិនជាក្នុងផ្ទះមានចំហាយទេវតាក្នុងផ្ទះច្បាស់ជាមានមើមលីងជឺតាមការពិនិត្យមើលប្រហែលជាអ្នកប្រុសដែលមិនទាន់កើតប្រកាសជាទេវតាចាប់ជាតិហើយប៉ុន្តែក្នុងផ្ទះរបស់យើងមានសិទ្ធិពិសេសបាងហ្នឹងបងនិយាយជាមួយគេទៅគេចិត្តកើតហើយលោកម្ចាស់សូមអបអរសាទរលោកម្ចាស់កូនប្រុសកូនស្រីចាស់កូនប្រុសសូមអបអរសាទរលោកម្ចាស់អបអរសាទរលោកម្ចាស់អូយចាស់អូណែហួយយើងមកដល់កន្លែងណាហើយហ្នឹងមិនក៏មិនឃើញគេអញ្ចឹងមកដល់ផ្លូវធំឲ្យទៅរកកន្លែងអាឡុងវាចាប់ជាតិមិនក៏មកផ្លូវធំនេះទៅវិញដើរទៅមុខគង់ឃើញទេគាត់ទៅចុះប៉ុណ្ណឹងក៏ឲ្យខុសកន្លែងដែរមកពីឯងធ្ងន់ពេកកូនយើងទៅណាបាត់ហើយបងក៏មិនដឹងដែរលោកម្ចាស់សុំខ្ចីប្រគុណបាត់ជើងតែមកលោកម្ចាស់អើយខ្ញុំទៅទទួលទានបាយហាងស្រាប់តែចេញមកវិញវាឈឺពោះអញ្ចឹងទៅសុំខ្ចីប្រគុណតែមកសុំខ្ចីតែមកលោកម្ចាស់ខ្ញុំសុំខ្ចីប្រគុណបាត់ជើងទៅប្រគុណរបស់យើងមាន2សុំអញ្ជើញអូខ្ញុំទៅមុនខ្ញុំទៅមុនវិញអីយោយអាឡុងអូអាឡុងណែអាឡុងលបងអីលបងឯងចាំខ្ញុំយូរហើយអូកុំបន្ទោសខ្ញុំអីមកពីអាចលេនវាចុះខុសផ្លូវបានជាយឺតឯងបន្តិចហ្នឹងណាយកផ្លិតរបស់ឯងទៅយើងឲ្យឯងទៅទិញចង្រិតពីរហេតុអីបានជាយូរខ្លាំងម្ល៉េះនេះគឺជាចង្រិតពិសេសមើលឲ្យមកយើងភ្លាមអាឡុងពីបោះហើយគេស្ដាប់យើងអត់ឮគេជាមនុស្សធម្មតាលុះត្រាណាដែលយើងចាប់ជាតិដូចគេដែរចាប់ជាតិយ៉ាងម៉េចមកគេទិញកំឡោះទៅហើយណែឋានទេវតាយើងមួយថ្ងៃស្មើនឹងគេមួយឆ្នាំណាមិនពិតមែនណាប៉ុន្តែពេលដែលកើតឡើងឯងនឹងខ្លាយទៅជាមនុស្សលប់សតិឯងដឹងទេហើយបើយើងលប់សតិដែលជួបគេធ្វើអីណែឲ្យតែកិច្ចការនេះបានសម្រេចចាំយើងលួចយកសិលពីឋានលើយកមកប្រើប្រាស់វិញទៅក៏រួចគ្នាទៅហើយអូយមិនក៏និយាយតិចម៉េះដឹងតែឋាននេះគេស្ដាប់សំឡេងយើងបានដែរអីយោឈឺពោះណាមិនក៏យូរម៉េះយ៉ាមានគេឈឺពោះហើយឯកាន់ផ្លែតណែសុំតិចមកលេតខ្ញុំមកដល់ហើយខ្ញុំមកចាប់ជាតិហើយដល់វេនឯងហើយចូលចាខ្ញុំទៅកុំបញ្ញាពេកខ្ញុំចូលទៅសិនអូយមិនក៏អញ្ចឹងស្អីឈឺពោះកើតកូននេះឆាប់រៀបចំកន្លែងឲ្យភ្លាមភ្លេចផ្លាត់ទៀតវីវធំកើតហើយគេកើតហើយអាយ៉ាវីវឲ្យមានគេកើតកូននេះរៀបចំភ្លាមទៅឆាប់ឡើងទៅអូនសម្លាញ់អូយកូនប្រុសឲ្យកូនស្រីមកផ្លិតមួយនេះខ្ញុំកើតកូនហើយបានកូនប្រុសមួយហក់ណែយកទៅកើតដែរល្អណាស់អើយធាតុអាកាសថ្ងៃនេះល្អណាស់ទៅដល់ភួយទៅណាហើយកសែងពោះកូននេះគឺសម្រាប់ក្មេងនេះត្រូវប្រើកសែងពោះកូននេះណាចាំគេធ្វើឯងធំចាំគេផ្លុំម្ដងទៀតគេរួចស្រាយហើយស្អីទេអូបិសាចមិនមែនបិសាចទេអូមិនមែនទេគេចេះវិជាសិលគេចេះស្ពិនភ្នែកទេតាមែនទេ
លោកម្ចាស់យើងទៅប្តឹងអ្នករាជការប្តឹងស្អីអាចនឹងរាជការស្រាប់ លោកម្ចាស់ទុកក្មេងចិញ្ចឹមនៅផ្ទះយើងទៅបងមើលទៅគួរឲ្យស្រឡាញ់គួរអាណិតខ្លាំងណាស់បើពួកគេត្រឡប់មកវិញណាគេនឹងយកក្មេងនេះទៅវិញហើយ ណែអុយឯងមកពីណាមកមិនទៅចេះវិជាសិលខ្លាំងមកឡើយឥឡូវជួយបង្រៀនយើងផងបានទេម៉ាំស្អីសួរចេះវិជាសិលទេម៉ាំអូចង់ម៉ាំហ៎ចង់ម៉ាំទៅខាងនោះមកគេមានម៉ាំមានម៉ាំហ៎សុំម្ដងនេះវីវ៉ធំហើយប្រកាសជាវីវ៉មែនតែនម៉ាំអត់មានម៉ាំអត់មានម៉ាំអីអើយគេទៅរកបៅមែនណែឯងមកពីណាមកស្ទាបដោះប្រពន្ធយើងអស់ចិត្តហើយនៅអាចឆ្ងាយយោឯងមកពីណាឯងជួយបងធំ លោកម្ចាស់ប្រាក់របស់យើងចិញ្ចឹមពួកគេមិនគ្រប់ទេ យើងត្រូវរកការងារបន្ថែមទៀតទៅ យកគេទៅដាក់កន្លែងកុមារកំព្រាទៅ យើងមិនអាចធ្វើអញ្ចឹងតើទេគេនេះប្រកាសជាស៊ីច្រើនមនុស្សស៊ីច្រើនរបៀបនេះច្បាស់ជាទីពឹងខ្លួនបានខ្ញុំបានបង្រៀនគេច្រើនគេប្រកាសជាចេះឥឡូវចាំឲ្យគេនិយាយមកណាឯហៅយើងមើលប៉ៅមិនប៉ៅហឺទេហៅបងធំថាមើលបងធំឈើឯណាទៅវិញហៅម្ដងទៀតមកមេងមិនដឹងអីទេ លោកពូគេហៅត្រូវហើយតាលោកពូណាហើយវាជានិស័យរបស់យើងត្រូវខំប្រឹងឲ្យអស់លទ្ធភាពនៅកំដរគេចុះខ្ញុំទៅធ្វើការហើយណាពុកទៅធ្វើការហើយកូន ខ្ញុំទៅដេកបាក់ដែរ លោហានបង្ក្រាបខ្លាអាឡុងយើងគ្មានពេលទេអាឡុងឯងស្ដាប់យើងឲ្យច្បាស់យើងដឹងហើយថាឯងគឺជាទេវតាគ្រាន់តែឯងមិនដឹងខ្លួនតែប៉ុណ្ណោះព្រោះច្រកមេឃាមិនទាន់បើកឯងកុំភ្លេចឲ្យសោះថាពេលដែលរន្ទះបាញ់ម្ដងឯងហុចក្បាលចេញទៅឯងប្រកាសជាដឹងខ្លួនឡើងវិញជាមិនខានហុចចរណាលោឡាយអូតែបាត់ជើងតូចស្ទើរតែមិនទាន់ហើយឯងស៊ីអីហ្នឹងស៊ីអីមាញ់ឯងស្រែកឲ្យខ្លាំងម្ល៉េះឯងរៀកនោមដាក់ខោទេឯងមើលតិចមើលទេផ្លាត់អូហើយអស់សង្ឃឹមនឹងជួយគេហើយអត់ផ្លូវទេហើយអស់សង្ឃឹមនឹងជួយគេហើយអត់ផ្លូវទេហៅផ្លាត់ហៅផ្លាត់ហើយយកទៅអូមិនផ្លាត់ហ្នឹងដែរលោកគ្រូពេទ្យមើលតើគេអាចនៅមានសង្ឃឹមជួយបានទេគ្មានសង្ឃឹមទេខ្ញុំដឹងហើយប៉ុន្តែខ្ញុំគ្រាន់តែសួរឲ្យដឹងតែប៉ុណ្ណឹងតើលោកគ្រូពេទ្យលោកសិទ្ធិវាងមកហើយមិនដឹងមានរឿងហេតុអីទេឆាប់ទៅភ្លាមទៅយ៉ាងទៅបើផ្លូវមកឆាប់ឡើងម្នេះមកឆាប់ឡើងលឿន马上瘋！睇下幾時輪到你啊！我係就你啊！黐線，你吹咩？飛爆！ ថាម៉េចការពិតគឺនាងឯងទេអីកដាលហាត់ថ្ងៃយើងធ្វើអញ្ចឹងផងនាងឯងចាំជាថោកទាបផ្ដេសផ្ដាំមែន យើងធ្វើអីខុសមិនក៏មាត់ច្រើនម៉េចឆាប់ថយចាញ់ភ្លាម បាទហើយសម្រាប់តិចសិនទៅអស់កម្លាំងខ្លាំងណាស់ ណែហើយចាប់ពួកឯងចង់ធ្វើអីហ្នឹងហ៎យើងមានការប្រញាប់ខ្លាំងណាស់ណាដឹងទេ ជាសំណាងល្អដែរមិនមែនជាប្រពន្ធរបស់ខ្ញុំពិតមែនហើយយ៉ាងម៉េចអ្នកណាត្រូវការចង់មើលខ្ញុំម៉ែបើចង់អឹង អញអ្នកណាគប់ខ្ញុំជាអ្នកគប់មិនក៏មិនមើលសំលៀកបំពាក់ខ្លួនឯងមកវាសមរម្យដែរទេ ឲ្យយើងស្លៀកពាក់ឲ្យត្រឹមត្រូវហ៎ស្លៀកពាក់យ៉ាងម៉េច ស្លៀកពាក់របៀបនឹងច្បាស់ជាផ្ទះបាញ់ជាមិនខានទេអូយឃើញឯថាមិនតាន់ផុតពីមាត់ផងធ្លាក់ខ្យល់ច្បាស់ជាផ្ទះបាញ់យ៉ាងไรយោមិនក៏មិនមើលច្បាស់មិនមែនខ្ញុំទេគឺខាងនោះបាញ់យោជុំមានរឿងអីយកហើយដូចជាចម្លែកមែនហើយយ៉ាងមិនដែរយើងគេមែនអូ ឡាអានក្រាបនេះមកជួយប្រជារាស្ត្រឋានកណាលផងឡប់ស្ទេមែនឡប់ស្ទេម៉មអីអូឡាអានមកក្រាបខ្លាម៉មហេតុអីបានជាឯងមកជួយយើងតលវេទនាខ្លួនរហូតដល់ពេលនេះម៉មអូយគួរអាណិតគ្នាណាជួយយ៉ាងម៉េចយ៉ាងម៉េចយ៉ាងម៉េចអូយ៉ាងម៉េចអូយហេតុអីបានជាស្រីស្លាញ់គ្នាយ៉ាងខ្ញុំគ្នាត្រូវតែធ្វើរបៀបនេះរហូតដល់9ជាតិគួរឲ្យអាណិតណា គេជាមន់ព្រៃ មន់ក៏ត្រូវតែស្រឡាញ់ដែរ មែនហើយគេ
យើងត្រូវណាលែងគេទៅ ហើយពិតមែនហើយ អរគុណ តែទៀតខ្ញុំត្រឡប់មកវិញណា ណែបងឈ្មោះអីដែរទៅ ឈ្មោះគ្រាន់តែជាសញ្ញាសម្រាប់ហៅមនុស្សទេហៅអីក៏ហៅទៅ បងសម្លាញ់ មកណាយើងឆាប់ត្រឡប់ទៅវិញសិនទៅណាម៉មថាត្រឡប់ទៅវិញសិនទៅម៉មថាត្រឡប់ទៅវិញសិនទៅម៉ម សាច់មន់ផ្នះមែនដឹងតែពីស៊ីអីក៏ស៊ីម៉េចអូលបងខ្ញុំនៅរងចាំនៅទីនេះយូរណាស់មកហើយចុះឯងចិត្តណាគឺជាម្ចាស់ដីនៅទីនេះលបងប្រកាសជាមិនដឹងទេព្រោះលបងរករូបកាយមិនទាន់ឃើញតែមិនអីទេឲ្យទៅរករូបកាយនោះឃើញលបងនឹងបានស្រេចទៅហើយប៉ុន្តែរូបកាយរបស់លបងគេត្រូវការច្រើនគ្នាណាហើយខ្ញុំពិបាកការពារណាស់ណាលបងមិននឹងគិតយ៉ាងម៉េចទេពិតជាម្ចាស់ដីនៅទីនេះមែនរូបកាយលបងនៅទីនោះរូបកាយរបស់ខ្ញុំហួយមិនក៏និយាយជាមួយខ្ញុំក៏ឥតញយដែរសួរគេនោះទៅណែគឺវាច្រឡំក្បាលណាមិនអាចអញ្ចឹងទេហើយនេះជាស្អីក្បាលត្រីហើយគេស៊ីអីហ្នឹងលោកគ្រូខ្ញុំសុំនិយាយជាមួយលោកគ្រូពីរបីម៉ាត់ចុះខ្ញុំមិនដែលស្គាល់មិនក៏មិនដែលស្គាល់កាលទី9ជាតិមុនខ្ញុំគឺជាសង្ឃម្នាក់នៅក្នុងវត្តនេះហើយដល់ជាតិទី8គឺជាចៅអធិការនៅក្នុងវត្តនេះណាអញ្ជើញមកខាងនេះនេះគឺជារូបដែលខ្ញុំបានសាងសង់ឡើងបើសិនជារូបនេះមិនទាន់សុគតទេគឺខ្ញុំធ្វើជាទេវតានៅឯឋានលើឯនោះហើយសពថ្ងៃនេះគឺជាឡហានមកក្រាបនេះខ្ញុំមកនេះព្រោះតែមានកិច្ចការរបស់ខ្ញុំក៏ប៉ុន្តែលោកគ្រូមិនបាច់ចង់ដឹងពីរឿងកិច្ចការទេណាខ្ញុំហៅលោកគ្រូមួយម៉ាត់ទេព្រោះតែខ្ញុំយល់ថាលោកគ្រូថែរក្សាទីនេះយូរហើយឥឡូវឆាប់យកសម្លៀកបំពាក់មកឲ្យខ្ញុំមកផ្លែតលោកគ្រូនេះគឺចំនួនឈួតក៏ល្អដែរបើឈួតបែបហ្នឹងត្រឹមត្រូវណាស់ឆាប់ទៅយកខោអាវមកភ្លាមល្អណាស់អូឯងចំជាប្រកែស៊ីមែននៅខាងក្រៅមានមន់មួយធំជាងនឹងទៅទៀតនេះគឺជាវត្ថុទឹករបស់យើងស៊ីមិនបានទេណាបើចង់ស៊ីចុងខាងនេះរួចហើយថ្នមណាលោកគ្រូដាក់ឈ្មោះខ្ញុំថាម៉េចឯងជាមនុស្សឈួតដាក់ឈ្មោះដល់សងឈួតទៅល្អហើយជួយផងអីលោជួយផងស្មុំ9ជាតិអើយជួយផងអូយ៉ាវប៉ៅធានមកហើយពួកយើងឆាប់រត់ឲ្យលឿនឡើងយ៉ាវប៉ៅធានមកហើយរត់លឿនរត់ពួកយើងរត់អូយយ៉ាវប៉ៅធានវិបោហើយលះខ្លួនភ្លាមលោកម្ចាស់ដីមនុស្សកំណាយ9ជាតិឲ្យលើមកជុំគ្នាអស់ហើយតាជួយផងអាចង្រៃយកពេលអញជួបឯងម្ដងអញក្តៅក៏ហើយណាអញមិនចង់ជួបមុខឯងទេអើយបើមិនចង់ជួបមិនក៏ចេះតែមើលធ្វើមិនឃើញណាអើយកុំបីខ្ញុំអាចង្រៃយកកុំបីខ្ញុំជួយផងកុំបីខ្ញុំយ៉ាចង្រៃយកអញដុតវិហារនេះចោលតែម្ដងគ្មានទុកទេនេះសង់ចង្រៃនេះហ៊ានបដិលភ្លើងអញផងឈឺទេយើងធ្វើនេះគ្រាន់តែចង់ឲ្យឯងដឹងថាត្រូវគេវាយតើវាឈឺយ៉ាងណាឥឡូវទម្លាក់កបិតចុះ
រួចហើយកសាងខ្លួនទៅយើងមិនប្រកាន់ឯងទេយើងស្រឡាញ់ឯងណាឯងព្រមកសាងខ្លួនទៅមិនព្រមទេឯងទៅបត់ជើងឲ្យពិចារណាមើលទៅយើងនៅតែតាមរកឯងជានិច្ចណាឯងឈប់ធ្វើជាអ្នកសុំទានទៀតទៅមកទៅផ្ទះជាមួយយើងតែខ្ញុំមិនទៅទេឯងខ្លាចខ្ញុំមិនទៅទេទៅបងប្រុសកូនប្រុសអូងាប់ហើយរួចមិនខ្លាចខ្លួនទៅជាអញ្ចឹងកូនប្រុសហ៎ខ្ញុំបានដូរសក់ទៅហើយសក់នេះស្អាតទេអើយប្រាប់ហ៊ាននេះមិនក៏អញ្ចឹងទៅវិញទង្ជៀនហេតុអីក៏មានដំណោះនឹងយើងហ្វាងទៀតលោកអ៊ំលីស៊ឺយិនយើងនឹងសម្លាប់គ្រួសារឯងទាំងមូលយ៉ាវប៉ៅធានមកហើយគេថាសម្លាប់យើងសុំបីតកដងមួយក៏គេមិនទុកដែរនៅក្នុងផ្ទះខ្ញុំមានកលាតមួយបួសធំទៅហើយសំណាងល្អដែរដែលយើងសែងថ្វាយអង្គមព្រះចនិចចង្រៃវិយោគេតែងដឹងប្រវត្តិរបស់យើងច្បាស់លាស់ណាគេសរសេរមានកំណត់ទាំងថ្ងៃខែធ្វើការបានល្អត្រឹមត្រូវមែននេះបានពេញជាល្អណាស់ល្អមែនតែនអាយ៉ានៅក្នុងផ្ទះយើងនេះវាមានគ្រោះថ្នាក់យ៉ាងនេះទៅហើយមិនកូននិយាយអញ្ចឹងលោកម្ចាស់យ៉ាងមិនទៅហើយលោកម្ចាស់ឪពុកឯងស្លាប់បាត់ទៅហើយណាលោកម្ចាស់គាត់ផុតកម្មពីរបស់គាត់ហើយសំណាងគាត់ល្អណាស់ចាំខ្ញុំទោះទាយមើលជាតិក្រោយអូគាត់បានធ្វើជាស្ដេចដដែលហ្នឹងណាល្អប្រសើរមែនជឿយានណាកូនឯងឈួតមែនតែនហើយរហស្សនាមសង់ឈួតអញ្ចឹងហាហើយព្រះអើយគ្រួសារយើងធ្វើអីខុសពីជាតិមុនមកបានជាអញ្ចឹងមែនហើយម៉ែគ្មានខុសអីទេគួរតែស្លាប់ទៅជាមួយគ្នាហើយអ្នកស្រីអ្នកទាំងអស់គ្នានៅឲ្យស្ងៀមកុំឆោឡោព្រោះគាត់ទាំងពីរអ្នកនឹងគ្មានខុសអីទេគាត់ស្លាប់ទៅដូចជាមេអំបៅអញ្ចឹងជាតិក្រោយគាត់នឹងស្រឡាញ់គ្នាអស់មួយជីវិតនេះជាការប្រសើររបស់គាត់នោះល្អអ្នកប្រោចំណែកពួកយើងគិតយ៉ាងម៉េចទៅពួកឯងទាំងអស់គ្នានៅគិតអីទៀតឆាប់ទៅរត់ទិញមន់មកដើម្បីជប់លៀងឯងខាងនេះត្រូវទៅរត់ទិញក្តាមមឈូសពីរមកបញ្ចុះគាត់ឲ្យលឿនឡើងទៅអីអើយឯងទៅណាមិនបានទេបើឯងចង់ដេកទៅចុះខ្ញុំណែផ្លាត់ឲ្យមែនអីនៅស្ងៀមយើងកំពុងឃ្លានណាកូនរបស់ឯងច្រើនរបៀបនេះលំមធ្វើពលកម្មឲ្យយើងមួយទៅបើយើងរាប់ដល់3ឯងនៅស្ងៀមយើងសុំចាប់មួយណា1 2 3ណាអីចាស់អូចឯងគិតធ្វើអីហ្នឹងហ៎ឯងធ្វើអីយោមិនបាយមកសួរយើងទេយើងបានសួរម៉ែឪរបស់គេរួចទៅហើយសួរម៉ែឪគេសួរឯងមែនទេគ្មានទេអេទៀននេះចេះនិយាយអូយឯងចង់និយាយអីទៀតអូយខ្ញុំដឹងហើយឡើងចង់និយាយអីទៀតហើយសត្វទៀននេះប្រហែលជាទៅសហាយជាមួយនឹងសត្វសេកឯបើវាចេះនិយាយយ៉ាងចឹងនោះនេះជារឿងផ្ទៃក្នុងរបស់គេឯងមិនត្រូវចង់ដឹងទេយើងប្រាប់ឯងទៅចុះឯងគឺជាមនុស្សត្រូវចេះគោរពខ្លួនឯងបើសិនជាចង់ស៊ីសាច់ពួកវាក៏ត្រូវមានការអនុញ្ញាតពីពួកវាដែរពួកវាមិនយល់ព្រមទេឯងល្ងងណាយើងសួរឯងមើលបើយើងចង់ស៊ីសាច់ឯងព្រមទេបើព្រមដើរតាមយើងលោកពិតជាអស្ចារ្យមែនអស្ចារ្យណាហៅយើងថាគ្រូមិនម៉ាត់មកលោកគ្រូឲ្យខ្ញុំធ្វើអីក៏ខ្ញុំធ្វើតាមទាំងអស់ឥឡូវវាហួសពេលបាត់ហើយឯងតដេកអញ្ចឹងលោកគ្រូចាត់ខ្ញុំជាសត្វជ្រូកបានជាប្រើខ្ញុំតដេកតែចុងឪពុកឯងតាមរកក៏និយាយបដាឪពុកខ្ញុំស្លាប់បាត់ទៅហើយមិនក៏ឯងមិនមើលលោកឪពុកសុខសប្បាយជាទេលោកឪពុកតែជុំឯងទុកយើងជាឪពុករបស់ឯងទេបាទបើចឹងឯងរក្សាកិត្តិយសពុកឈប់សុំទានទៀតទៅបាទពុកខ្ញុំយល់ថាគួរតែដូរផ្ទះឲ្យបានធំជាងនេះទៀតដើម្បីសុំទានក្រៃយោក្រោយពីពុកខ្ញុំស្ដីឲ្យខ្ញុំហើយគាត់ក៏ស្លាប់បាត់ទៅឥឡូវយើងចុះទៅរយញ៉ាំអីសិនអញ្ចឹងគ្មានលុយកាក់ច្បាស់តែគេដេញចេញពីហាងហើយបានលុយកាក់ពីណាមកច្រើនម្លេះក៏មិនបាច់សួរច្រើនឥឡូវគេលែងហ៊ានដេញយើងចេញពីហាងទៀតហើយទៅ
លោកម្ចាស់សុំជើញលោកម្ចាស់សុំជើញម្នាក់នេះថយក្រោយវិញអូបានសុំជើញអញ្ជើញអង្គុយខ្ញុំទៅរកឆុងទឹកតែមកជូនពិសាណាតែចុះឯងចង់ស៊ីឯហៅភ្លាមតើខ្ញុំចង់ស៊ីគូតមន់ណែយើងជាអ្នកមានលុយត្រូវស៊ីស៊ុបពៅអីសិនទៅណាមែនណាបើមែនហើយមិនក៏មិនហៅភ្លាមទៅខ្ញុំមិនហ៊ានទេលោកបងឯងហៅគ្មានជំនឿខ្លួនឯងចឹងថ្ងៃក្រោយរកស៊ីធំដុំយ៉ាងម៉េចកើតទៅអីហ៎ទុកឲ្យខ្ញុំគិត2ថ្ងៃសិនចុះចង្រៃយកឆ្លើយភ្លាមឥឡូវឲ្យស៊ុបពៅមួយចានមកចង្រៃយកនិយាយលឺទេណាខ្លាចអីឲ្យស៊ុបត្រីមួយចានមកមិនមែនស៊ុបត្រីទេគឺស៊ុបពៅអូយមិនក៏បខំខ្ញុំខ្លាំងម្ល៉េះណែឯងត្រូវមានជំនឿខ្លួនឯងគ្មានអ្នកណាគេបខំឯងទេយើងនិយាយឲ្យស្ដាប់មិនបានទេអីនិយាយភ្លាមមកហៅទៅខ្ញុំចង់ស៊ីគូតមន់ថាឲ្យហៅសុពៅជំនៀងមាត់ស្ដាប់មិនបានទេអូចង្រៃវិយោអេសុពៅហៅលឺសុពៅខ្ញុំមិនខ្ចីនៅខ្ញុំទៅហើយណែជប់ចង្រៃវិយោស្ដាប់មិនបានឆ្ងាញ់ណាអាចង្រៃវិយោណែតែចុងឯងស្ដាប់ឲ្យបានណាយើងមិនបាច់និយាយច្រើនទេឯងមើលមុខមាត់ពិតរបស់យើងឃើញច្បាស់យើងគឺជាលោហានបង្ក្រាបអ្នកណាអីអើយខ្មោចឡងមែនចឹងទេខ្មោចឡងគឺអញ្ចឹងមិនឯងឃើញទេគឺអញ្ចឹង喂，អីយ៉ាងម៉េចឯងស្លាប់បាត់ហើយហ៎ចាអូចុះអាណាមកទាត់មាត់គ្នាយ៉ាងចង្រៃយកហេតុអីយកសេក្រក់ញាត់មាត់អញ្ចឹងឯងគួរតែងាប់ទៅអាចចង្រៃងាប់ទៅណែឈប់សិនមិនសម្រាប់វាមិនអស់ចិត្តទេឈប់សិនយើងទៅរវល់ទេណែកុំសម្រាប់គេចាំកើតទេណានឹកទេណាអីមនុស្សសម័យនេះមិនចេះខ្លាចខ្មោចសោះណែតែចុងឯងយល់ហើយនៅឯងពិតជាទេវតាមែនពិតមែនហើយឯងមិនបាច់ឆ្ងល់ទេបើសិនជាមានការអីយើងជួយបានឯងប្រាប់យើងមកយើងចង់ឡើងឋានលើពិតជាអញ្ចឹងមែនលែងចង់ធ្វើជាអ្នកសុំទានឲ្យអញស្គាល់គំនិតរបស់ឯងច្បាស់ណាស់ឯងនេះច្បាស់ជាចង់ធ្វើជាអ្នកសុំទានអាចង្រៃវិយោ这个，哎呀，ឯងនេះត្រូវក្រោកពីព្រលឹមទៅសូត្រធម៌ឥឡូវនាំគ្នាទៅសម្រាកសិនទៅចុះណាលោកគ្រូហើយចុះអ្នកសុំទាននៅខាងក្រៅគិតយ៉ាងម៉េចទៅលោកគ្រូព្រះជាម្ចាស់គង់មានធម៌មេត្តាយើងឲ្យគេសម្រាកមកយប់សិនទៅចុះមមអីយមកទៀតហើយឆាប់យកអីវ៉ាន់ទៅលៀមទៅវាស៊ីអស់ហើយបាទអូត្រីបងប្រុសមិនត្រីទេបងប្រុសបងប្រុសបងប្រុសណែសុំបីតែសាច់ខ្វៃឯងមិនស្គាល់ណាសាច់ខ្វៃតែអញមិនសាច់ខ្វៃយជប់សិនលោហានមកក្រាបខ្លាឯងចង់ធ្វើអីណាគ្នាភ័យសឹងលេចនោមទៅហើយអាចលេនហុយមិនបានជាធ្លាក់ខ្លួនយ៉ាងនេះហ៎គ្នាស្លៀកពាក់យ៉ាងនេះព្រោះចង់ឲ្យឯងដឹងតែគ្នានឹងមានដំណឹងមកប្រាប់ឯងណាមានដំណឹងអីឯងលួចចុះពីឋានលើមកឋានកណ្ដាលបណ្ដាលឲ្យឋានកណ្ដាលមានជំងឺអេដជំងឺអាសន្នរោគជំងឺគ្រប់យ៉ាងមានមនុស្សប្រមាណអ្នកស្លាប់មនុស្សប្រមាណអ្នកត្រូវរបួសដល់ពេលឯងឡើងទៅលើវិញច្បាស់ជាទេវតាទាំងអស់ដាក់ទោសឯងត្រូវធ្លាក់បុណ្យស័ក្តិ3ជាន់ហើយឯងត្រូវស្លាប់ថែមទៀតផងលោហានមកក្រាបខ្លាអាឡុងរឿងនេះគ្មានតាក់តងអីយើងទេយើងដឹងតែគ្មានតាក់តងអីនឹងឯងហើយក៏ប៉ុន្តែពួកអ្នកនៅឋានលើសិតជាមនុស្សល្ងងមិនចេះត្រេះរិះដូចជាយើងនឹងទេឯងដឹងទេគេបណ្ដាលចិត្តឲ្យយើងស្លាប់ប្រកាសជាវិវត្តធំហើយមែនណាហេតុអីបានជាអញ្ចឹងឯងនិយាយទៅមើលណាទីអ្នកចេញបញ្ជាឋានលើចង្រៃយោឋានលើណាមួយឯងឆាំនិយាយប្រាប់គ្នាមកមើលវិញឋានលើណាមួយផ្នែកទេសចរគឺផ្នែកខាងទស្សនកិច្ចមិនមែនទេទេសចរខុបខិតជាមួយហិរញ្ញវត្ថុអ្នកបើកប្រាក់ខែឲ្យយើងពិតមែនណាហិរញ្ញវត្ថុហើយនឹងឃោសនាការគឺជាបងប្អូនបដូរស្លាប់បដូររស់ជាមួយនឹងគ្នាគេខុបខិតគ្នាអាចទាំងអស់គ្នាឡងគ្នាឡើងទៅឋានលើមុនឯងមិនចាំគ្នាជួយឯងពួកអ្នកទាំងអស់គ្នានោះគេសិតខ្សែរយៈគ្នាគេទាំងអស់នឹងគ្មានអ្នកណាមួយថាមិនត្រូវគ្នានេះមានតែយើងនេះដែលគេធ្វើបាបយើងទាំងអស់គ្នាម្ល៉េះហើយយើងធ្វើមិនក៏ធ្វើដែរយកទៅរួចខ្លួនទាំងអស់គ្នាហ្នឹងតើ呢個係咪啦？ដឹងទេទៅជប់សោះស្លាប់អស់ជាង100នាក់ទៅហើយពិតជាមានបិសាចហើយតាមការពិតជំងឺសន្នរោគកើតឡើងពីឯងនឹងហើយតើវីវ៉ហើយលោកម្ចាស់កាន់តបៅពេញទាំងមុខតបៅអើយវីវ៉ហើយជួយផងតបៅពេញមុខជួយផងកុំទៅខ្លាចកើតតបៅពីបេដុំទៀតក៏មិនស្លាប់ដែរ
លោកម្ចាស់មកដល់ហើយលោកម្ចាស់មកដល់ហើយយើងសូមប្រាប់អ្នកទាំងអស់គ្នាឲ្យបានដឹងថាជំងឺអាសន្នរោគនេះកើតឡើងមកពីទេវតាមួយចំនួនមានការអាក់អន់ចិត្តជាមួយនឹងយើងហេតុនេះត្រូវរាយប្រាក់ឲ្យបានចំនួន 1000 ដំណឹងដើម្បីយើងធ្វើវិធីសន្តោសគ្រោះដល់អ្នកទាំងអស់គ្នាយើងជួយអ្នកទាំងអស់គ្នាឯងដឹងទេបើយើងប្រើសិលបណ្ដោះគ្រោះដល់អ្នកទាំងអស់គ្នាយើងត្រូវថយអាយុ10ឆ្នាំចង្រៃវាយោនិយាយអត់ឯងដេញបាទលោកម្ចាស់ស្អីអញធ្វើយ៉ាងនេះព្រោះអញចង់ជួយដល់អ្នកទាំងអស់គ្នាអញសុខចិត្តថយអាយុ10ឆ្នាំអញមិនស្ដាយផងឯងចង់យ៉ាងម៉េចបានជាឯងសួរអញនឹងមាត់ច្រើនម៉េចអីលោកម្ចាស់មើលមុខលោកម្ចាស់មើលមុខអញទៅអីបានមុខលោកម្ចាស់មុខអញស្អីគ្រាន់តែប្រាក់1000ដំណឹងឯងស្ដាយអូឯងនេះនៅតែមាត់ច្រើនទៀតឯងអីអូត្រូវប្រើបានតែ3ដងឥឡូវលើក3ដងវីវធំទៅមកឯងនៅស្ដាយលុយលោកម្ចាស់ថាមុខលោម្ចាស់មិនស្រួលមុខឯងមិនស្រួលឆាប់រកមនុស្សថ្វាយគុំព្រះព្រាមរកមនុស្សថ្វាយគុំព្រះទៅរយណាណាអ៊ីសេងមានច្រើនណាអូនស្នេហ៍ផ្សេងច្រើនឆាប់ទៅកន្លែងនោះព្រាមលឿនតាអូយមានមនុស្សឲ្យច្រើនណាស់លោកម្ចាស់ស្រីអើយមនុស្សមកច្រើនណាស់មនុស្សមកច្រើនណាស់មនុស្សមកច្រើនណាស់សាស្រីមនុស្សមកច្រើនណាស់ញៀនមួយក៏ច្រើនមែនថ្ងៃហ្នឹងតាចូលត្រូវតែបកគលស្រីមកឲ្យយើងមួយព្រាមលោកម្ចាស់បើសិនជាគេមិនបកគលឲ្យយ៉ាងម៉េចនេះអញលះបង់អាយុជីវិតរបស់អញអត់10ឆ្នាំដើម្បីជួយអ្នកទាំងអស់គ្នាព្រមជួយអញវិញចឹងលោកម្ចាស់អញ្ជើញទៅនិយាយខ្លួនឯងណាទៅពួកឯងចង់ធ្វើអីចូលផ្សេងហើយពួកឯងទាំងអស់គ្នាមានរឿងអីណាលោកម្ចាស់អើយពួកយើងទាំងអស់គ្នាស្លាប់អស់ច្រើនគេស្លាប់មានអីតាក់ទងនឹងពួកយើងត្រូវការស្រីម្នាក់យកទៅថ្វាយបង្គំព្រះណាលោកម្ចាស់ឲ្យម៉ែឯងទៅថ្វាយបង្គំទៅម៉ែណៃមិនក៏មិនឲ្យប្រពន្ធរបស់ឯងទៅថ្វាយបង្គំព្រះទៅធ្វើយ៉ាងម៉េចកើតធ្វើអញ្ចឹងមិនកើតទេបាទអ្នកទាំងអស់គ្នាមិនបាច់ឆ្លើយទេយើងនៅទីនេះគឺជាអ្នកធំចង់ធ្វើអ្វីក៏បានដែរពិតមែនហើយយើងចង់ឲ្យអ្នកស្លាប់គឺស្លាប់អ្នកចង់ឲ្យយើងរស់អ្នកទាំងអស់គ្នាត្រូវទៅបើថាស្ម័គ្រចិត្តទៅទាំងអស់គ្នាតែហ្មងទៅមិនកើតទេសុំតែមួយបានហើយមិនបាច់ទាំងអស់គ្នាទេបើអញ្ចឹងចេះឥឡូវចេះស្ដាប់យើងវិលជើងមកជុំបើវិលចំណាគឺនៅនោះឯងជាអ្នកទៅស្ដាប់បានទេវិលជើងឯងឈប់កន្លែងណាយកកន្លែងហ្នឹងលេងល្បិចផងហ៎哇，你收得貴咯！行啊，多拉佢。cóរឿងផងមែនខ្ញុំទេមិនមែនបើចឹងមានយករងអស់មិនកើតទេឥឡូវគិតយ៉ាងម៉េចធ្វើទៅយកមួយណាមួយទៅអញតដេកហើយទុកដៃមកជំហៀងឲ្យអញផងហើយអូយនេះស្អាតណាស់ឆាប់យកទៅងូតទឹកស្អាតខ្លួនភ្លាមនាងនេះស្អាតណាស់បើសិនជាដុតនាងគួរឲ្យស្ដាយណាស់ឆាប់ជួយនាងផងទៅអីតោះតែឃើញគេស្អាតបានជួយបើសិនជាគេដុតឯងឲ្យយើងជួយឯងណែផ្លិតរបស់ឯងដល់ព្រឹកស្អែកទៅមិនអាចប្រើការបានតើមែនដែរចាំដល់ព្រឹកស្អែកទៅប្រកាសជានាងស្លាប់បាត់ទៅហើយណាចាំគ្នាពយល់ឯងចង់យល់ទេមានរឿងអីត្រូវចង់យល់នោះត្រូវតែស្ដាប់បញ្ជារបស់យើងដល់ពេលហើយណែលបងបើសិនជាសម្លាប់ស្រីនេះហើយច្បាស់ជាជំងឺអាសន្នរោគនឹងបាត់ទៅវិញមែនហើយទេវតាបានពយល់សពយើងព្រះម៉ែបានពន្យល់សពយើងថាលុះត្រាណាទៅដុតម្ដាយរបស់ឯងទៅបានជាហើយព្រះនាងមានបន្ទូលទៀតថាជេ3ដងមុខខ្មៅរបស់ឯងនឹងជាបើមិនជឿយើងទេសាកជេឡូមើលទៅវាប្រកាសជាមុខរបស់ឯងជាមិនខានទេឥឡូវជេទៅអាឡប់សតិថយចេញណាជាអាយ៉ាអូម៉ែឯងអេចាំជាស័ក្តិសិទ្ធិមែនអស់ចាអូជារហើយទៅគេណា
ឃើញអ្នកទាំងអស់គ្នាគេចរចាជាមួយប្រម៉ែរួចហើយជំងឺអាសន្នរោគអត់មែនទៀតទេហេតុនេះឆាប់ដោះលែងគេភ្លាមទៅមិនត្រូវចងគេតទៅទៀតមិនត្រូវដុតគេតទៅទៀតទេហើយបើសិនជាដោះលែងនាងហើយមានជំងឺអាសន្នរោគទៀតគិតយ៉ាងម៉េចមែនហើយគិតយ៉ាងម៉េចទៅ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 មិនឯងគិតយ៉ាងម៉េចខ្ញុំអត់ដឹងទេខ្ញុំអត់ដឹងទេឥឡូវចេះចោលស្ដាប់ខ្ញុំសិនបើសិនជាថ្ងៃក្រោយមានជំងឺអាសន្នរោគទៀតគឺចាប់គេដុតទាំងអស់គ្នាមកណាអូយមកការីជប់សិនប្រាប់ថាឲ្យដោះលែងគេឯងមិនលឺទេដោះលែងយ៉ាងម៉េចបើភ្លើងឆេះខ្លាំងយ៉ាងនេះយកទឹកពលត់ភ្លើងភ្លាមឯណាបានដងឆ្ងាយយ៉ាងនេះនោះឥឡូវគិតយ៉ាងម៉េចវិវឲ្យគិតយ៉ាងម៉េចទៅឆាប់ពលត់ភ្លើងភ្លាមទៅទឹកស្អីក៏បានដែរទឹកស្អីចឹងមានយកទឹកមាត់សិតទឹកមាត់ចឹងឯងមិនខ្ពើមទឹកមាត់ទេខ្ពើមអីធ្លាប់ស៊ីនឹងទឹកមាត់ទៀតផងធូមិនបាច់អរគុណទេអូនាងសម្រាប់មកផ្លែតសិនទៅកុំអាចទៅណាអីនាងទុកចិត្តចុះគេមិនហ៊ានមកដុតនាងទៀតទេពួកអាប្រោះអាក្រក់អស់នោះវាធ្វើបាបខ្ញុំទាំងលើក្រែហេតុអីបានជាវាចង់ដុតខ្ញុំទៀតការពិតគេទាំងអស់នោះមករកនាងប្រៀបបានដូចជាមកអង្គុយលើបង្គន់អញ្ចឹងពេលអង្គុយវាស្រួលណាស់តែរួចទៅគេអត់មានស្រឡាញ់បង្គន់បន្តិចណាទេខ្ញុំមិនទាន់យល់ទេនិយាយនេះបានន័យថានាងឈប់ធ្វើបង្គន់ឲ្យគេអង្គុយទៀតទៅខ្ញុំយល់ហើយហើយនាងក៏ធ្វើអីខ្ញុំសងគុណលោកណាអីយ៉ាចរិតមន់វានៅតែមន់តែដដែលខ្ញុំអត់យកប្រាក់ទេចង់យកប្រាក់ពីខ្ញុំត្រូវខ្ញុំយកប្រាក់ពីនាងវិញផងក៏ប៉ុន្តែក្រៅពីដេកយកលុយនាងមានចេះស្អីទៀតទេបច្ច្រាស់ទៅវិញទេមិនអីទេអាយ៉ាឥឡូវចេះទៅចុះនាងឈប់ប្រកបមុខរបរនឹងទៅរកស៊ីផ្សេងវិញទៅដូចជាទៅលក់តៅហ៊ូជាដើមលក់នៅមាត់ទ្វារឬក៏លក់នៅលើក្រែលោកគ្រូឲ្យខ្ញុំសុំតៅហ៊ូមកដុំមកលោកគ្រូអាយអូយមិនមែនតៅហ៊ូនេះឈ្ងុយណាស់តើលោកគ្រូឈ្ងុយណាស់ណែសាច់នេះស៊ីបានតែយើងនេះលោកគ្រូឲ្យខ្ញុំមកដុំផងលោកគ្រូសាច់ឆ្កែនេះគ្មានរសជាតិតតែសោះឲ្យខ្ញុំភ្លក់មើលម្ដុំមើលកាលតែវានៅរស់វាសម្លាប់មនុស្សអស់ទៅ2នាក់ហេតុនេះយើងជាអ្នកធ្វើបុណ្យឲ្យវាយើងត្រូវស៊ីឯងបានធ្វើបុណ្យទេតែលោកគ្រូឲ្យខ្ញុំតែម្ដុំមកលោកគ្រូខ្ញុំជឿថាលោកគ្រូមិនទាន់លេបផុតទេខ្ជាក់មកវិញមកខ្ញុំសុំវលោកគ្រូខ្ញុំសុំវខ្ជាក់មកខ្ញុំលោកគ្រូខ្ញុំសុំវលោកគ្រូជាអ្នកធ្វើបន់មិនក៏មិនធ្វើបន់ឲ្យខ្ញុំផងខ្ញុំសុំលោកគ្រូមកកូនដុំនឹងខ្ញុំយកណាលោកគ្រូខ្ជាក់មកខ្ញុំវិញមកលោកគ្រូខ្ជាក់មកខ្ញុំវិញថាអញមិនឲ្យឯងទេលោកគ្រូមើលណោះលើកក្រោយអញ្ជើញមកទៀតណាកុំភ្លេចយកខាតនប់មកផងណាទៅឆាប់ដល់វេនខ្ញុំហ៎សៀវអីការពិតគឺលោកទេនាងមិនត្រឹមតែមិនស្ដាប់ខ្ញុំទេវាលើសដើមទៀតផងមិនចេះស្រឡាញ់ខ្លួនសោះហ្មងហើយខ្ញុំធ្វើតាមបណ្ដាំរបស់លោកហើយតាធ្វើតាមបណ្ដាំរបស់ខ្ញុំដើរលក់ខ្លួនតាមចាំថ្នល់អញ្ចឹងជាបណ្ដាំរបស់ខ្ញុំហ្នឹងហើយមិនមែនលក់ខ្លួនទេខ្ញុំលក់តៅហ៊ូតាលក់តៅហ៊ូមែនណាដល់ពេលឡែកលក់តៅហ៊ូអីក៏មិនលក់ចូលកំខាំងអីអរគុណហើយដែលលោកជួយរំលឹកខ្ញុំឥឡូវនេះវាលក់ដាច់ជាងមុនទៅទៀតណាអរគុណហើយដែលលោកជួយរំលឹកខ្ញុំឥឡូវនេះវាលក់ដាច់ជាងមុនទៅទៀតណាកែប្រែហើយតើប្រសើរមែនតាចុងមកតាមយើងមក
លោកគ្រូកុំហៅឈ្មោះខ្ញុំចំពោះមុខនាងសៀវអ៊ីឲ្យសោះណាលោកគ្រូណាអាណិតខ្ញុំទៅឯងឈ្មោះអីឈ្មោះអាស្មោមអាយលោកគ្រូកុំបាយខ្ញុំយ៉ាងម៉េចលោកគ្រូកុំបាយខ្ញុំបើចង់បាយខ្ញុំកុំបាយនៅកន្លែងហ្នឹងទៅផ្ទះសិនចាំបាយខ្ញុំកុំបាយកន្លែងហ្នឹងខ្ញុំខ្មាស់គេណាអូឯងចេះខ្មាស់នាងសៀវអ៊ីហ៎ល្អហើយអញ្ចឹងឯងទៅវាយឯងនៅផ្ទះម្ដងអើយស្រួលណាស់អាយ៉ាសប្បាយចិត្តអស់ចារណាថាខ្ញុំគ្មានសង្ឃឹមគេព្រមកែប្រែឲ្យខ្ញុំត្រូវតែមានសង្ឃឹមខ្ញុំឈ្នះហើយ喺呢個世上，除咗佢，我邊個都唔揀。នាងខូចណាហ៊ានលោកមើលខ្ញុំមួយទឹកហ៎បងឯងខូចណាស់មិនអាចនិយាយអញ្ចឹងបានទេធ្វើយ៉ាងនេះល្អណាស់ស្រីកមុំត្រូវតែមានរូបរាងស្អាតនិងសម្លៀកបំពាក់ត្រឹមត្រូវអញ្ចឹងហើយក្តាច់ឈឺតាការប៉ັດខ្ញុំមិនមែនយល់សពទេខ្ញុំអាចស្លៀកពាក់ខោអាវបែបហ្នឹងបានទេមែនហើយមើលនេះអូដង្កូវនឹងគេហៅថាដង្កូវអីទៅនាងមើលទៅលេងទៅស្អាតណាស់សៀវអ៊ីដង្កូវអាចคล้ายទៅជាមេអំបៅមាន់ក៏អាចคล้ายទៅជាសត្វហង្សបានដែរណាបើអញ្ចឹងខ្ញុំចង់ធ្វើជាហង្សតែម្ដងសត្វហង្សអ្វីដែលលោកគ្រូបាននិយាយគឺពិតដូចជាសំមានពុទ្ធិកាមែនឥឡូវលោកគ្រូមានអីផ្ដាំផ្ញើមកចុះបងស្រីទេមិនកើតទេអញអាចច្រានឯងបានហើយអីបានឯងច្រានអញកុំរវល់នឹងខ្ញុំណែឯងមួយទឹកឲ្យដូចជាមិនតាន់មួយចឹងឆាប់ចូលក្នុងភ្លាមចូលធ្វើអីណែនាងសៀវអ៊ីកំពុងរងចាំសង្សាររបស់នាងគឺជាណាទៅគេនោះឈ្មោះថាស៊ូតាសៀងគឺខ្ញុំម៉ែឯងនឹងខ្លាយទៅជាបរិសុទ្ធរូបស្អាតសង្ហាត្រូវចេញមកវិញបុណ្យយាមទី1បើមិនចឹងទេមាសសុទ្ធរបស់ឯងនឹងខ្លាយទៅជាអាចឆ្កែដំបៅរបស់ឯងនឹងចេញមកវិញពេញខ្លួនពេលនោះគេប្រកាសជាភ្ញាក់ផ្អើលនឹងឯងជាមិនខានណែលោកមានស្គាល់ស្រីណាម្នាក់ទេគឺសៀវអ៊ីនាងមករដូវហើយអីយ៉ាទៅស្អាតខ្លួនមិនអីទេមកតាមខ្ញុំនៅក្នុងបន្ទប់ឯណោះអីយ៉ាអូនៅខាងក្នុងមកតាមខ្ញុំមកនាំទៅជួបណាសៀវអ៊ីហៅខ្ញុំថាហង្សមាសទៅអ្នកប្រុសហ៎ចាំឲ្យគេរៀបចំម្ហូបអាហារហើយអ្នកប្រុសត្រូវការពិសាអីយកគូតមាន់មកឲ្យខ្ញុំចូលចិត្តគូតមាន់អូពូកែមែនលោកប្រកបមុខរបរអីសុំទៀនការប៉ັດគឺលោកទេហ៎នាងមិនប្រកាន់ខ្ញុំទេមិនអីទេហើយម្នាក់ដែលមានរូបរាងដូចលោកនោះគេទៅឯណាហើយបានជាមិនឃើញគេឲ្យខ្ញុំមកជួបនាងគេឲ្យមកមានការអីទៅឲ្យមកជួបនាងដើម្បីណាទិញតៅហ៊ូលោកឯងនឹងខូចណា
មកចំពេលល្អណាឆ្លៀតពេលចាត់ការឯងភ្លាមគ្រូតាវត្តសែវលីងចូលក្នុងខ្លួនរបស់យើងក្នុងរយៈពេលយ៉ាងខ្លីយើងប្រកាសជាប្រយុទ្ធជាមួយនឹងឯងបាននៅឲ្យស្ងៀមចាត់ការហើយហើយយ៉ាងមានរឿងអីហ្នឹងមានរឿងអីហ្នឹងមានរឿងអីចាប់ខាងឯងឡើយណាអីគ្រូតាតាម៉មិនឯងខ្លាចយើងហ៎គ្រូតាតាម៉យើងគ្រាន់តែឃើញឯងយើងដឹងថាឯងគឺជាមនុស្សសាងអំពើបាបមិនដែលស្គាល់អំពើល្អម្ដងណាទេពេលនេះយើងត្រូវប្រដៅឯងចង្រៃយោយើងត្រូវតែប្រដៅឯងម្ដងនេះអាងរំពាត់ពីរហ្នឹងឯងចូលណា睇小我係嘛哎呦ហត់ណាស់ចង់ដាច់ខ្យល់ឲ្យខ្ញុំអាចង្រៃយកចង់រត់ទៅណាចង្រៃមិនបដៅឯងបានទេឯងព្រមចោះចាញ់យើងទេយើងមិនទាន់ចាញ់ឯងទេការប៉ັດលោកជាទេវតាមិនគនាងដឹងបានមិនចឹងហេតុអីបានជាលោកខ្លាំងតាំ ណា ងពិតខ្ញុំចូលចិត្តនាងណាស់ហើយលោកឯងប្រកែមែនធម្មតាទេខ្ញុំធ្លាប់ហើយស្អែកកុំភ្លេចប្រាប់គេថាតៅហូររបស់ខ្ញុំនេះលោកកាន់តែដាច់លោកកាន់តែបានច្រើនណាមែនណាតែលោកចូលចិត្តញ៉ាំតៅហូរផ្អែមឬក៏ប្រៃប្រៃថែមស្លឹកគ្រៃទេថែមស្ពៃជ្រក់មហោបោះឡហានចូលចិត្តសាច់ឆ្កែខតៅហូរតែម្ដងទៅអាយ៉ាតុងឆាំងតៅហូររបស់សៀវអ៊ីអស់ចាអស់ចាមែនខ្ញុំរកស្រីណាពេលនេះយើងត្រូវតែប្រើវិជាបង្ក្រាបក្បាលរឹងក្បាលដែរ头功ចិត្តចុះចាញ់ជាងហើយឬនៅយើងមិនមែនឲ្យឯងទៅស្លាប់ទេគឺឯងទៅធ្វើជាសង្ឃព្រមត្រឡប់ទៅជាមួយយើងវិញភ្លាមឯងនេះចំជាក្បាលរឹងមែនបានហើយឯងមិនទៅធ្វើជាសង្ឃក៏ហេតុចុះតែឈប់សម្លាប់មនុស្សទៀតចង្រៃវិយោឯងជាមនុស្សឬមួយជាសត្វយ៉ាងម៉េចដែរឆ្ងាញ់ណាស់មិននឹកស្មានតែខ្ញុំកិនសណ្ដែកពេញមួយយប់ហើយនៅសប្បាយចិត្តយ៉ាងនេះសោះយុគនេះទុកថាយើងខ្លាចឯងទៅចុះតែបើឯងមិនទៅរកសៀវអ៊ីទេយើងប្រកាសជាមិនអត់ទោសឲ្យឯងจะដាច់ហាត់បើសិនជាយើងមិនចេះវិជាសិលប្រែកាឡាទេយើងប្រកាសជាស្លាប់ដោយសារស្នាដៃរបស់ឯងយើងទ្រាំលែងបានទៀតហើយយើងសម្លាប់ឯងព្រះជាម្ចាស់តែមានធម៌មេត្តាបោធំហ៎តាជើងដល់ពេលហើយឆាប់ឡើងមានណាលក់សំក្
រាល់ថ្ងៃគេតែងតែលក់អង្សមអញ្ចឹងណា មីបอยដល់ពេលហើយចុះមកលឿនមកដល់ពេលហើយសាបសិលរបស់ឯងហើយអូមីបอยខ្ញុំខ្លាចខ្លួនទៅស្មុំដោយដើមវិញហើយ ឯងក្រែងជាអ្នកសំទានស្រាប់ហ៎ ម៉ែណៃលាសិនហើយ ណែយើងនៅតែជាមិត្តនឹងគ្នាដដែលណា ចុះឲ្យលឿនមកចុះមកមានឃើញអាស្មុំម្នាក់មកតាមផ្លូវហ្នឹងដែរទេអើឃើញវាកំពុងតែបាត់ជើងឆាប់តាមភ្លាមពួកយើងណែឆាប់អញដូចជាធ្លាប់ឃើញឯងអ្នកក្លាហានទាំងពីរច្រឡំមនុស្សហើយគឺឯងទៀតហើយយើងប្រាប់ហើយថាពេលយើងឃើញមុខឯងម្ដងយើងក្តៅក្រហាយណាស់មិនក៏ឲ្យយើងជួបមុខឯងនេះប្រហើនណាស៊ីឲ្យមកលុយមិនគិតថាអត់លុយមានតែលុយមានយកលុយថោកទៀបណាស់ជួយសោបសែននេះចាំបីគាត់ទៅចាំបីគាត់ទៅឯងចេះអ្វីណាសុំបីតាមមនុស្សខ្លួនពេញខ្លួនគ្នាឯងលេបចូលដែរចាំមើលអញម្ដងណាមិនខ្ញុំទេលោកឯងច្រឡំឯងមិនមែនច្រឡំគឺឯងណាដូចជាមិនមែនគេមេវាហ្នឹងហើយខ្ញុំអត់មានពុកមាត់ទេឯងទឹមកោអីវាមិនមែនកោតន់នេះឯងកាន់ជើងគេមិនកាន់ជើងគេនិយាយការពិតអាចចង្រៃយកអាចចង្រៃយកធ្វើគេមានរបួសអីរត់តែជុំកាន់ឯងណាគឺឯងណាឯងកាន់ជើងគេឯងណាកាន់ជើងគេអាចចង្រៃយកឯងបោកធំលោកឯងអីងាប់តែជួយខ្ញុំផងនេះទេណាកុំមកជិះឲ្យសោះថយចេញញ៉ៅអីជួយផងអាចចង្រៃយកឲ្យស្លាប់ទេតាធំចង្រៃយកចូលមកមិនក៏មិនគោះទ្វារសំតោខ្ញុំច្រឡំបាត់ទ្វារវិញផងណែញ៉ាំចេកទៅសំតោលោកគ្រូអីបើពេលវេលាមិនក្អែមឆាប់ចេញអាចខ្លាចខ្លួនទៅស្មុំសំទៀនវិញហើយណាបាទខ្ញុំដឹងហើយប៉ុន្តែយាតាធានឯងយឺនបាទេអាចចង្រៃឯងស្លាប់ទៅឯងអាស្មុំសំទៀនកុំហៅយើងស្មុំសំទៀនយើងឈ្មោះអ៊ូតាសៀងតាថងតាថងឯងស្លាប់មិនបានទេតាថងឯងកុំស្លាប់ចោលយើងតាថងឯងអស់សិលហើយថ្ងៃស្អែកឯងគង់តែដឹងទេចោលមកសៀតឯងធ្វើប្រទេសផ្ដាស់ណាអូចាយបែរមុខតាវិញមើលចំទៅកណោអញបែរចំទៅមុខហើយភ្នែកឲ្យមើលអញឲ្យធំមកចេញថ្ងៃនេះអញធ្វើឲ្យឯងទេបាញ់មិញឯងក្រាន់បើមែនមើលមិនព្រមប្រពេចភ្នែកសោះនេះឆាកកំ plaign វាល្អមើលដែរឲ្យយ៉ាងម៉េចឯងមិនតន់ងាប់ទេអីលោកម្ចាស់ដីនៅណាឆាប់ចេញភ្លាមមកលោកម្ចាស់ដីចេញមកភ្លាមយើងមកដល់ហើយហេតុអីក៏ស្រែកលោឡាខ្លាំងម្លេះមានរឿងអីមិនក៏មិនទៅជួយអត្តជុងផងទៅជួយមិនកើតទេព្រោះទេវតាជាអ្នកកំណត់អាយុរបស់គេយើងជួយមិនជុងមិនត្រូវស្លាប់រហ័សអញ្ចឹងទេត្រូវទៅរកវិធីជួយគេទោះជាយ៉ាងណាក៏ដោយត្រូវទៅជួយគេតែគេត្រូវឆ្លងកាត់ឋាននរកមនុស្សដូចជាយមរាជមិនងាយនិយាយគ្នាទេប៉ុន្តែស្អីមុនទៅដល់ឋាននរកត្រូវឆ្លងកាត់មេខ្មោចមុខខ្មៅគេជាអ្នកក្តាប់ព្រលឹងបើព្រលឹងនៅលើដៃរបស់គេមិនងាយចាប់ជាតិបានទេត្រូវតែទៅនិយាយជាមួយគេទៅគេជាមនុស្សស្រួលនិយាយទេបើនិយាយបានយើងអាចជួយគេបានអញ្ចឹងឆាប់ទៅជួយគេព្រាមទៅខ្ញុំទៅមិនបានទេព្រោះខ្ញុំគ្មានសិលមានតែឯងទេដែលមានសិលហោះហើរបានទៅចោះទៅនិយាយជាមួយគេព្រាមទៅអត់ទៅឥឡូវនឹងទៅខ្ញុំទៅយករាងកាយរបស់ខ្ញុំសិនទៅយកមិនបានទេគ្រោះថ្នាក់ណាស់ណាខ្ញុំទៅ
ណែឯប្រុសធ្វើអីឆាប់លែងយើងភ្លាមទៅលោកគ្រូហាមិនឲ្យយករបស់នេះចេញពីក្នុងវត្តទេណាបើយើងគ្រាន់តែយកចេញទៅនោះវាយ៉ាងម៉េចមិនដឹងបើមិនដឹងទេក៏ហេតុចោះយើងត្រូវយកចេញទៅហើយមិនបានទេយើងគ្រាន់តែខ្ចីយកប្រើមិនបានបើចេញយកឲ្យប្រាក់មិនបានបើចេញយកឲ្យការប្រាក់មិនបានថាម៉េចណែស្គៀមមានកាយត្រូវតែដោះលែងគេនេះភ្លាមឯងគឺជាប្រាស់យូឡាយមិនមែនទេអាខ្មោចខ្មៅឯងគ្មានការគួរសមសោះយើងគឺជាមិត្តភក្តិរបស់ព្រះយូឡាយឯងធ្វើរបៀបនេះឯងគង់តែដឹងតែថ្ងៃក្រោយជាមិនខានទេឯងចាំតែមើលទៅកុំសម្រាមឆាប់ទៅហៅស៊ីកៅមកជួមយើងឆាប់សិនតាមការពិតខ្ញុំអត់មានស្គាល់ស៊ីកៅណាទេចំណែកលោកមានទំនាស់ជាមួយគេមែនទេឥឡូវចេះតែចុះឲ្យវានៅមកខ្ញុំសិនទៅបានទេបានទំនាស់ជាមួយគេមែនទេឥឡូវចេះតែចុះឲ្យវានៅមកខ្ញុំសិនទៅបានទេបានប្រយោជន៍អីទៅប្រយោជន៍អត់មានប្រយោជន៍អីទេក៏ប៉ុន្តែខ្ញុំជួយកាត់កញ្ចក់ជើងជូនលោកទៅចុះតែយ៉ាងម៉េចដែរថយចេញអាយ៉ូទៅយកខ្លួនមាសរបស់ឯងមកដូរយកខ្លួនមាសខ្ញុំមកដូរបានប្រយោជន៍អីទៅមិនបានទេគ្រាន់តែយកមកមើលក៏បានដែរយកមកមើលចង្រៃយកដូរក៏ដូរយើងសុខចិត្តណាតែចុះយើងមកជួយឯងហើយទោះជាយ៉ាងណាក៏ដោយយើងមិនឲ្យឯងស្លាប់ចោលយើងទេយើងនឹងជួយឯងទៅយករូបរបស់ឯងមកសិនអាយ៉ាបាញ់មិញថាយល់ព្រមដូរជាមួយរូបមាសរបស់យើងឥឡូវមិនគេយកពលឹងគេថយណែអាចចង្រៃមកពីណាមកខ្លួនដូចជាខ្មោចចឹងវីវហើយមកដល់ឋានកដាលវិញដែរបើមិនចូលចិត្តឋានកដាលត្រឡប់ឋាននរកដល់តែឈប់សិនត្រឡប់ទៅវិញយ៉ាងមិនកើតខ្លួនមាសរបស់ខ្ញុំត្រូវគេយកបាត់ហើយអើយខ្លួនមាសក៏ត្រូវបាត់បង់ដែរតាចងយើងធ្វើតាមបញ្ជារបស់លោកគ្រូលុះត្រាណាតែលោកគ្រូបានសម្រេចកិច្ចការណែមានការអីនិយាយគ្នាសិនខ្ញុំសុំវឈប់សិនណែធ្វើយ៉ាងនេះមិនកើតទេដូចជាជ្រុលពេកហើយយ៉ាងហោចណាស់ក៏ខ្ញុំជាម្ចាស់ដីនៅទីនេះដែរ
យើងបាននិយាយរួចហើយថាកុំធ្វើយ៉ាងហ្នឹងណែឯងស្ដាប់យើងបានហើយនៅមានរឿងអីទេវតាទាំងអស់នៅខាងក្នុងគេនិយាយគ្នាថាពួកយើងបានទៅតាក់ទងជាមួយបិសាចគេមិនអាចនៅជាមួយពួកយើងបានទៀតទេឥឡូវគេត្រឡប់ទៅវិញអស់ហើយគេយកទាំងរូបចម្លាក់ទាំងអស់ទៅថែមទៀតផងខ្ញុំទៅជាមួយគេដែរហើយលាសិនហើយកុំប្រកាន់នឹងខ្ញុំអីលាសិនហើយណាសុំទោសមានរឿងអីចេះវិបហើយជីទៀនឯណាខ្លួនមាសរបស់ឯងខ្លួនមាសរបស់ឯងបាត់ទៅហើយឯងប្រកាសជាស្លាប់ជាមិនខានទេវិបហើយម្ចាស់ដីក៏ទៅណាបាត់ដែរម្ដងនេះវិបធំហើយអូយវិបមែនតែហើយស្អីក៏បាត់អស់ហើយលោកគ្រូទៅយើងលោកគ្រូទៅឆាប់ទៅលោកគ្រូទៅឯណាវិញយើងបាននិយាយប្រាប់ឯងហើយថាខ្លួនមាសរបស់ឯងមិនអាចយកចេញពីព្រះវិហារនេះបានទេឥឡូវបាត់ទៅហើយអ្នកណាក៏គេស្អប់យើងដែរយើងមិនអាចនៅទីនេះបានទេលោកគ្រូទៅលឿនទៅលោកគ្រូទៅឲ្យឆាប់ឡើងលោកគ្រូទៅលោកគ្រូសូម្បីតែព្រះក៏ខឹងនឹងយើងដែរទាំងអស់គ្នាក្រោកឡើងពេលនេះខ្ញុំតល់ច្រកឲ្យតាជួយយើងលើគេនិយាយថាលោកយានប៉ៅធានពេញចិត្តនឹងនាងដែរមែនទេហ៎មិនមិននិយាយឲ្យយើងអញ្ចឹងយ៉ាព្រោះគ្មានអីគួរឲ្យអស់ចាទេនិយាយឲ្យហីដល់ណែឈប់សិនយ៉ាងម៉េចហៅខ្ញុំខ្ញុំមិនត្រូវការយកលុយទេអ្នកទាំងពីរត្រូវការខ្ញុំទេថៃក៏មិនត្រូវការខ្ញុំក៏ត្រូវការដែរទៅជាមួយខ្ញុំមុនអត់បានទេទៅជាមួយយើងវិញនាងនិយាយទៅមើលធ្វើយ៉ាងម៉េចបាននាងសប្បាយចិត្តរៀបការជាមួយបងកុំនិយាយលេងរៀបការជាមួយបងរៀបការជាមួយខ្ញុំឲ្យឈប់ធ្វើមេមន់ហ៎ម៉ែណៃប៉ិតមែនណាយល់ព្រមខ្ញុំឡាហ៊ានមកក្រាបខ្លារហស្សនាមសង្ឃឈួតឬជីទៀនយល់ព្រមទទួលនាងប៉ាវសែវអ៊ីធ្វើជាប្រពន្ធរបស់ខ្ញុំទោះបីជាតិនេះឬជាតិក្រោយខ្ញុំមិនភ្លេចពាក្យសន្យាជាដាច់ខាតខ្ញុំជាមនុស្សនៅក្រៅមនុស្សប្រុសរាប់ពាន់នាក់បងសុខចិត្តទទួលខ្ញុំជាប្រពន្ធមែនទេមិនអីទេខ្ញុំយល់ព្រមចាបងស្រឡាញ់ខ្ញុំមែនណាបងស្រឡាញ់នាងស្រឡាញ់ដល់ណាទៅស្រឡាញ់ដូចស្រឡាញ់តាជុងអញ្ចឹងដូចស្រឡាញ់តាជុងហ៎មែនទេបងពិតជាស្រឡាញ់ខ្ញុំដូចតាជុងមែនទេខ្ញុំខ្លាចតែបងទៅស្រឡាញ់ស្រីផ្សេងក្រៅតែដូចគ្នាអស់ចាបងមិនសប្បាយចិត្តទេសប្បាយចិត្តអូយសប្បាយចិត្តណាស់ណាថ្វាយគុំទេវតាភ្លាមទៅដេកត្មងនោះថ្វាយគុំរួចហើយយើងនាំគ្នាទៅណាខ្វាយក្រែងតែមិនតាន់ទេរឿងអីមិនតាន់ព្រោះថាវាត្រូវតែតាន់បើប្រសិនជាទេវតាមកស្រឡាញ់មនុស្សលោកទេវតាទាំងអស់គ្នានឹងដាក់ទោសនឹងដាក់ទំនាយយើងខ្លាយទៅជាគល់ឈើខ្លាយក្រែងវាមិនតាន់ទៅជាគល់ឈើខ្ញុំមិនឲ្យបងឯងនិយាយអញ្ចឹងទេមើលជើងរបស់បងនេះមែនហើយចង្រៃណាហេតុអីបានជាបងឯងកុហកខ្ញុំកុំអាលនិយាយអញ្ចឹងតែឲ្យថ្វាយបង្គំទេវតាសិនទៅលឿនណាខ្ញុំមិនរៀបការជាមួយគល់ឈើទេបងឯងស្មានថាខ្ញុំជាមនុស្សឆ្កួតមិនអីទេមិនអីទេរៀបការជាមួយគ្នាហើយទៅរួចស្រេចហើយតែនេះមកស្បាត់រួចហើយណាបងឯងជាអ្នកស្បាត់អញ្ចឹងនេះមិនរៀបការក៏ហេតុទៅចុះតែត្រូវឈប់ធ្វើជាពេស្យាចាស្ដាប់បានទេកុំមករវល់នឹងខ្ញុំណានាងចង់លេងសើចជាមួយខ្ញុំមែនហើយខ្ញុំចង់លេងសើចជាមួយនឹងបងទេវតាមានអីគួរឲ្យអស្ចារ្យទៅបងមិនស្រឡាញ់ខ្ញុំទេបងឯងស្មានតែខ្ញុំមិនដឹងទេការពិតខ្ញុំដឹងច្បាស់ណាម្ដងនេះខ្ញុំអស់សង្ឃឹមហើយខ្ញុំគ្មានសល់អីទៀតទេខ្ញុំអស់លីងហើយបើសិន
សិនជាបងមិនត្រូវការខ្ញុំទេនោះខ្ញុំក៏គ្មានសេចក្តីស្នេហាដែរ កុំ ខ្ញុំមិនត្រូវការសេចក្តីស្នេហាទៀតទេខ្ញុំមិនត្រូវការអ្វីទាំងអស់ជួយផងជួយផងជួយផង បើសម្រាប់ទីនាងផងវានឹងគ្រប់ចំនួនស្រី49នាក់លោកគ្រូឥឡូវនេះយើងយកខ្លួនជីកកង់ទម្លាក់ទៅខាងក្នុងទោះបីជារោគរបស់នោះឃើញក៏របស់នោះខ្ទេចខ្ទីអស់ហើយដែរឯងមកដល់ហើយទោះជាយ៉ាងណាក៏ដោយឯងនេះប្រៀបបានដូចជាសត្វស្លាប់អញ្ចឹងពួកយើងមកហើយ Loan mau ơi mẹ tốt thế quá đà không thấy gì à mày cho mà xiết đâu phim lúc cái phần buồn chết ai mà đi xem lắp ai mình bán này hiện quay dương thoáng ai xem lắp dương bán này xem lắp mình bán này slap tự anh trời ta slap ra cái nắp này rồi anh slap tự dương bán cho trai cho mỗi thằng lừa rồi hơi bà ai prom cho tránh vừa tập lọp từ vĩnh con tên tầm lẹ con sạc anh bay tầm nặng tên bần nọc tê chọc vừa tập lọp từ vĩnh tên tay dương sầm lại phía cháu sân anh trời ta slap tam ca bật dương trong sầm lap anh du năm hai pro tại anh tự bản dương mi rương bẹp ní không mau lo san nàyលោកគ្រូរបស់យើងបានដូរបេះដូង1000ឆ្នាំឲ្យយើងឯងធ្វើយ៉ាងណាក៏យើងមិនស្លាប់ដែរមិនស្លាប់ជាដាច់ខាតនឹងជាបេះដូង1000ឆ្នាំរបស់ឯងមិនក៏អញ្ចឹងលោកគ្រូក៏ហកខ្ញុំលោកគ្រូលោកគ្រូគេធ្វើរបៀបនេះគ្រាន់តែបញ្ឆោតឯងធ្វើការគេតែប៉ុណ្ណោះទេលោកគ្រូក៏ហកខ្ញុំឯងនេះចំជាល្ងងមែនអាមនុស្សល្ងងបើគេមិនក៏ហកឯងគេទៅក៏ហត់ណាទៅវិញទេឥឡូវឆាប់និយាយបើមិននិយាយយើងសម្រាប់ឯងជប់សិនខ្ញុំព្រមនិយាយកាលនោះព្រះយូឡាយមិនចង់ឲ្យឡសានមកខ្មៅជាប់ឋានកណ្ដាលគ្រាន់តែរឿងប៉ុណ្ណឹងបានយកស្បែកឡសានយកទៅលាក់នៅក្រោមព្រះនាងគង់ស៊ីអ៊ីមក្រោយមកឡសានមានគំនុំយ៉ាងខ្លាំងក៏ដេញទេវតាទាំងអស់ឡសានបានធ្វើឲ្យគេទាំងអស់គ្នាបាត់ជំនឿលើឯងយុគនេះគឺជាយុគព្រះច័ន្ទបាំងឆាត់គេនឹងយកអំណាចរបស់គេត្រឡប់មកវិញបានជាមិនខានឯងទាំងអស់គ្នាប្រុងតែស្លាប់ទៅយើងគ្មានយោបល់អីទៀតទេយើងប្រាប់ឯងអស់ហើយច្បាស់ជាមនុស្សស្លាប់ច្រើនណាស់អាយ៉ាអាឡុងយើងគ្មានពេលទៀតទេឆាប់ឡើងទៅលើវិញភ្លាមបើមិនចឹងទេឯងច្បាស់ជាត្រូវនៅឋានកណ្ដាលនេះអស់មួយជីវិតណាស់ទៅឆាប់ឡើងកុំអើលទៅឲ្យដុំថ្មមកខ្ញុំវិញសិនមកខ្ញុំមិនទាន់ចង់ស្លាប់ទេឯងមិនទាន់ចង់ស្លាប់ឯងមាននឹកឃើញទេតែចុងហើយនឹងមនុស្សដទៃដែលត្រូវឯងសម្លាប់នោះគេចង់ស្លាប់ដែរបានជាឯងសម្លាប់គេឥឡូវនេះឯងចង់បានដុំថ្មបេះដូងនេះទៅវិញដើម្បីបំរើឡសានមកខ្មៅនេះតទៅទៀតគឺឯងដើរសម្លាប់មនុស្សទៀតមែនទេឯងសម្លាប់មនុស្សមិនទាន់អស់ចិត្តទេហេតុអីបានជាឯងចង់សម្លាប់មនុស្សខ្លាំងម្ល៉េះជាតិក្រោយសូមកុំឲ្យខ្ញុំកើតជាមនុស្ស
នៅយើងចាត់ការរួចហើយឆាប់រត់ទៅវាតែឆាប់រត់តែខ្ញុំទៅបានទេអុយឯងឈួតទេឯងនៅមិនបានទេណាខ្ញុំមិនទាន់ចាត់ការជាមួយនឹងអាឡោសានស្បែកខ្មៅវាជាឃាតករសំខាន់ណាអាឡងអាឡងនៅទីនេះមែនឥឡូវនេះយើងត្រូវតាំងសិលតម្លើងកម្លាំងធាតុឯងត្រូវទៅជួយយើងចាញ់ឬឈ្នះយើងសង្ឃឹមលើឯងស្ដាប់បានទេស្ដាប់បានហើយឡោះលោកគ្រូជឿទៀនលោកគ្រូជឿទៀនយើងបានជួបគ្នាហើយឆាប់រត់ឲ្យលឿនលោកគ្រូហេតុអីបានយើងគ្រូមុនមកទីនេះទូអីយើងទុកឯនៅទីនេះប្រកាសជាមានគ្រោះថ្នាក់បើដឹងថាខ្ញុំមានគ្រោះថ្នាក់មិនក៏លោកគ្រូមកទីនេះយើងស្រឡាញ់ឯងណាស់ណាមកហើយឆាប់រត់លោកគ្រូមកសៅមាសខ្លួនរបស់ខ្ញុំនៅសល់តែប៉ុណ្្នឹងទេលោកគ្រូចាំយកបែកលើខ្លួនរបស់វាប្រកាសជាស្លាប់ហើយលោកគ្រូចុះបើសិនជាបាញ់ត្រូវយើងស្លាប់មិនអីទេលោកគ្រូត្រូវទៅសាកល្បងមើលមិនកើតទេលោកគ្រូហាមាត់ភ្លាមទៅហាមាត់ប៉ុន្តែណាហាមកើតទេលោកគ្រូយ៉ាងមិនដែរលោកគ្រូឯណាមកសៅមាសចូលយ៉ាងមិនដែរឯមិនក៏មិនឃើញសៅមាសលោកគ្រូចូលក្នុងពោះរបស់យើងអស់ហើយពេលដែលកំពុងតែលំបាកយ៉ាងនេះលោកគ្រូធ្វើឲ្យទៅជាបែបនេះមកសៅមាសចូលក្នុងខ្លួនរបស់យើងដូចជាចម្លែកដល់ហើយមិនដឹងយ៉ាងម៉េចទេឥឡូវឆាប់ជុះមួយវិញលោកគ្រូ
លោកគ្រូយើងទល់ពោះជុំចេញប្រហែលថ្ងៃហើយអូអញនឹកឃើញហើយនៅសល់ថ្មិញមាស2គ្រាប់អីអើយលោកគ្រូលោកគ្រូលួចពីណាមកលោកគ្រូគាត់តែខ្ចីប្រើសិនថាលោកគ្រូវាបោធំលោកគ្រូម្ដងនេះជួយខ្ញុំជាលើកចុងក្រោយបំផុតលោកគ្រូធ្វើយ៉ាងម៉េចឲ្យទៅវាព្រមហាមាត់ណាយើងមិនទាន់អស់លទ្ធភាពសម្រាប់ឯងទេឯងត្រូវតែស្លាប់យើងក៏មិនខ្លាចឯងដែរបើសិនណាជាឯងព្រមចោះចែកលុតជង្គង់ថ្វាយបង្គំយើង3ដងយើងនឹងឲ្យឯងរួចខ្លួនឯងសើចដូចជាស្រួលពេកហើយជឿទេស្អីឌីនិយាយរួចហើយតែគេប្រកាសចាញ់ឥឡូវចាញ់មែនគេចាញ់មែនគេចាញ់មែនហើយចាញ់ហើយមែនហើយចាញ់មែនតាជុងអ្នកសុំទាននោះត្រូវនៅសុំទាន20ឆ្នាំទៀតតែឥឡូវគេស្លាប់បាត់ទៅហើយមុននឹងគេស្លាប់គេបាននិយាយថាគេសុំនៅជាអ្នកសុំទានដដែលឯអ្នកលក់ខ្លួននៅបានឈុតមកគេខ្ទេចទីអស់ហើយគួរអាណិតណាស់ចំណែកយិនប៉ៅធាននោះសាហាវជាងមុនបានសម្រាប់មនុស្សរាប់មិនអស់ទេហើយរឿងនេះគិតយ៉ាងម៉េចទៅរឿងនេះវានៅតែបរាជ័យហើយបរាជ័យរឿងនេះគឺខុសមកពីខ្ញុំខាត់មិនទាន់កុំអីគ្មានរឿងបែបហ្នឹងកើតឡើងទេមែនហើយខាត់ទាន់តាជុងគេជាអ្នកសុំទានពិតប្រាកដមែនតែមុននឹងគេស្លាប់គេមិនបានដឹងខ្លួនឯងថាគេឈ្មោះតាសៃនោះទេនេះជាកិត្តិយសរបស់គេណាអ្នកទាំងអស់គ្នាមើលចាស់មើលមួយជីវិតនេះគេឈប់ទៅជាអ្នកសុំទានទៀតហើយបិទមែនតែមុខរបស់សៀវអ៊ីខូចមែនប៉ុន្តែឥឡូវនេះនាងឈប់លក់ខ្លួនទៀតហើយរសជាតិនេះគេបានខ្លាយខ្លួនទៅជាអ្នកលក់តៅហ៊ូយ៉ាងពិតប្រាកដចំណែកយិនប៉ៅធានកាយសាហាវបំផុតនោះមុននឹងគេស្លាប់គេបានដឹងពីកំហុសរបស់គេមិនចង់ធ្វើជាមនុស្សទៀតទេឥឡូវនេះគេបានខ្លាយខ្លួនទៅជាសត្វជ្រូកទៅហើយអូជាតិនេះទៅជាសត្វជ្រូកអនាគតជាតិច្បាស់ជាបានភ្លឺស្វាងហើយអ្នកទាំងអស់គ្នាគិតមើលតើបង្ក្រាបនេះម្ដងនេះឈ្នះឬក៏ចាញ់តែជាយ៉ាងណាក៏ដោយលោហានបង្ក្រាបនេះមិននៅក្នុងโลกនេះទៀតទេខ្ញុំមិនចង់ឲ្យយើងគ្រាន់តែលេងសើចជាមួយគេទេយើងមិនចង់ឲ្យគេស្លាប់នោះទេឥឡូវនេះបែរជាមានជីកុំបង្ក្រាបនេះទៅវិញណាហេតុអីបានជាអញ្ចឹងហេតុអីបានជាមនុស្សទីនេះទៅវិញដូចជាប្លែកមែនហើយមែនឥឡូវនេះខ្ញុំឡើងបនស័កហើយវិមានតែតាំងបនស័កចាប់ផ្ដើមខ្ញុំនឹងស្វែងរកសន្តិភាពជូនដល់មនុស្សលោកឲ្យគេស្គាល់ដឹងពីចិត្តមេត្តារបស់ទេវតាឋានលើ
ហើយឲ្យគេចងចាំថាទីណាមានស្នេហាទីនោះគឺឋានសួគ៌